สู้ลูกปัญญาvàชื่อเรื่องที่ประมาณให้สำหรับลูกปัญญาtừประกวดในประเทศไทย ខ្ញុំច្រើនដងដែរបងវាមាន4 5ដងដែរបង 3 4 5 ដងដែរ បាទ យើងឃើញថាការទៅប្រកួតនៅប្រទេសក្រៅលោកបញ្ញាតែងតែគ្មានមានរហូតមូលហេតុអី អត់ដឹងដែរហ៎មួយខ្លះទៅបានប្រកួតមួយខ្លះអត់បានប្រកួត អញ្ចឹងទៅប្រទេសក្រៅប្រកួតបានប្រមាណដែលយើងប្រកួតបានមក ទៅបារាំងទៅអីបានប្រកួតបងទៅចិនទៅថៃទៅអីបានប្រកួត បើតែទៅប្រទេសផ្សេងអត់បានទេ បាទផ្សេងខ្លះអត់បានប្រកួត អញ្ចឹងខុសគីឡូឬមួយក៏មិនដែរ ពីខ្លះយើងសុខភាពយើងត្រយើងឈឺពីខ្លះតែខាងដៃគូយើងអត់វាយ បាទវាមិនសូវអំណោយទានអញ្ចឹងណាហ្នឹងហើយតែនៅក្នុងថ្ងៃនេះឮថាបញ្ញាប្រកួតនៅសហរដ្ឋអាមេរិកលក្ខណៈមិត្តភាពឬមួយក៏ដណ្ដើមខ្សែក្រវ៉ាត់ដែរ ខ្សែក្រវ៉ាត់ ខ្សែក្រវ៉ាត់អីទៀតអាចបញ្ជាក់បានទេខ្សែក្រវ៉ាត់ ច្បាស់ដែរបង អត់សូវច្បាស់ទេ WBC មិនដឹងឬមួយ FC មិនដឹងទេមែនទេបាទខ្សែក្រវ៉ាត់អីក៏ដោយឲ្យគេដាក់ប្រកួតទាំងអស់មកអញ្ចឹងហ៎ បាទអត់បានប្រកួត អញ្ចឹងស្គាល់ដៃគូច្បាស់នៅ ស្គាល់ដែរបង អញ្ចឹងគេខ្លាំងអីដែរមើលទៅ អូបងកលាភេកលាក៏បាច់យកទុក អូវាយក្បាច់អញ្ចឹងការប្រកួតគេច្រើនប្រកួតដែរអញ្ចឹងហើយបញ្ញាណា បាទ អញ្ចឹងក្នុងចិត្តរបស់បញ្ញាសង្ឃឹមជឿជាក់យ៉ាងម៉េចដែរសម្រាប់ការប្រកួតមួយនេះនៅសហរដ្ឋអាមេរិកដែលជាទឹកដីមហាអំណាចណាបាទហើយសង្ឃឹមថាយកខ្សែក្រវ៉ាត់ជូនទៅដល់បងប្អូនរបស់យើងដែរឬមិនដែរ មកខ្ញុំទៅឆ្ងាយឆ្ងាយបងយើងក៏សុំថានឹងតាមបានចេញដែរតែខាត់គឺឲ្យបានប្រកួតសិនហើយតែការប្រកួតនឹងខំប្រឹងចាំបានចេញដែរ បាទអញ្ចឹងមានពាក្យពេចន៍អ្វីបន្ថែមដើម្បីជូនដល់បងប្អូនយើងដែលគ្រប់គ្រងបញ្ញាដែលគេហៅថាខ្មោចឆៅហួយឆៅទៅអញ្ចឹងមិនទេឲ្យគាត់ សម្រាប់ខ្ញុំក៏អរគុណដល់បងប្អូនម៉ែបងប្អូនទាំងនៅខ្មែរទាំងនៅអាមេរិកក្រុងវ៉ាស៊ីនតោនជួយរួមគ្រប់គ្រងគុណខ្មែរយើងទៅផ្សព្វផ្សាយនៅគុណនៅអាមេរិកអស់គ្នាបានស្រាប់ ចាញ់ឈ្នះជាកីឡាក៏មហាមជេរណា បាទ រីគុណក្នុងន័យតាមអរគុណច្រើនបញ្ញាអរគុណ